ចេញតែក្បាលវីដេអូនេះមកភ្លាមបងប្អូនដែលគាត់ចូលចិត្តញ៉ាំជាប្រភេទជ្រក់ត្រពាំងណាប្រកាសជាដឹងរសជាតិថាជ្រក់ត្រពាំងមួយមុខនេះគឺឆ្ងាញ់កម្រិតណាស់ហើយដោយសារតែរសជាតិហ្នឹងគឺបែបហឹលផងជូរប្រៃផ្អែមហើយជាពិសេសសាច់ជ្រក់ហ្នឹងពេលដែលយើងក្លាសេឲ្យវាត្រជាក់យកមកញ៉ាំទៅគឺស្រួយញ៉ាំឆ្ងាញ់ណាស់ហើយជាពិសេសបានតបជាមួយនឹងជាប្រភេទត្រីដែងអាំងឬក៏សាច់គោងៀតអីហ្នឹងណាគឺត្រូវមែនតើគួបផ្សំនឹងខែនេះនិយាយទៅដើរផ្សារគឺខ្វះទេជាមួយនឹងត្រពាំងមិនថាត្រពាំងបៃតងឬក៏ត្រពាំងព្រិចដូចខ្ញុំអញ្ចឹងគឺសម្បូរលក់បងប្អូនចំពោះត្រពាំងដែលខ្ញុំទិញមកថ្ងៃហ្នឹងគឺខ្ញុំប្រើជាមួយនឹងត្រពាំងព្រិចបានធ្វើជ្រក់ញ៉ាំឆ្ងាញ់ចំណែកឯម្ទេសវិញគឺខ្ញុំប្រើពីរមុខមានម្ទេសដៃនាងពណ៌ក្រហមអាធំផងនិងម្ទេសដៃនាងអាតូចផងចាចំពោះម្ទេសនេះគឺខ្ញុំត្រូវការស្រោះទឹកក្តៅខ្ទង់ប្រហែលជា4ទៅ5នាទីដើម្បីឲ្យវារីងឆ្អិនបន្តិចសិនណារួចហើយខ្ញុំយកវាទៅចិញ្ច្រាំគឺខ្ញុំអត់កិនទេកាលណាយើងយកទៅកិនគឺវាម៉ត់ពេកញ៉ាំអត់សូវឆ្ងាញ់ចំណែកឯទឹកគ្រឿងផ្សំដែលខ្ញុំត្រូវយកមកលាយហ្នឹងគឺខ្ញុំប្រើដូចជាទឹកខ្មេះហើយនិងទឹកត្រីបរិមាណទឹកខ្មេះនិងទឹកត្រីហ្នឹងគឺយើងវាល់ធ្វើម៉េចឲ្យស្មើគ្នាគឺខ្ញុំប្រើមួយកូនចានចង្កឹះដូចគ្នារីឯស្ករវិញខ្ញុំប្រើចំនួន4ស្លាបព្រាបាយកន្លះប៊ីចេង1ស្លាបព្រាកាហ្វេរីឯអំបិលហ្នឹងគឺខ្ញុំប្រើ1ចុងស្លាបព្រាកាហ្វេចំពោះអំបិលហ្នឹងគឺយើងដាក់បន្ថែមកុំឲ្យវាមានរសជាតិភ្លាវសម្រាប់ទឹកគ្រឿងផ្សំដែលខ្ញុំលាយនេះគឺខ្ញុំប្រើជាមួយនឹងត្រពាំងហ្នឹង7ខាំរសជាតិចេញមកគឺមកល្មមញ៉ាំទៅដិតឆ្ងាញ់ណាគឺរសជាតិវាបែបជូរហឹលប្រៃហើយនិងផ្អែមបើសិនជាបងប្អូនខ្លះក៏អត់សូវចេះហឹលទេអាចថយម្ទេសតាមការចូលចិត្តបានណាដោយសារតែខ្ញុំប្រើជាមួយនឹងម្ទេសដៃនាងអាតូចផងអញ្ចឹងហើយគឺវាមានជាតិហឹលនៅក្នុងហ្នឹងណាចាបន្ទាប់ពីខ្ញុំលាយគ្រឿងផ្សំទាំងអស់ហ្នឹងបានសព្វល្អហើយគឺយើងផ្អាប់វាទុកចោលខ្ទង់ប្រហែលជា1ម៉ោងទៅ2ម៉ោងសិនចាំយកមកញ៉ាំបងប្អូនដើម្បីឲ្យវាចូលជាតិបានល្អជាងហ្នឹងណាហើយមើលវិញទៀតណាសម្រាប់ការលាយជ្រក់នេះបើសិនជាបងប្អូនខ្លះក៏អត់ចង់លាយជាមួយនឹងទឹកខ្មេះដូចខ្ញុំអញ្ចឹងទេអាចប្រើជាមួយនឹងក្រូចឆ្មាក៏បានដូចគ្នាដែរគ្រាន់តែថាការរក្សាទុកហ្នឹងយើងប្រើជាប្រភេទទឹកខ្មេះអញ្ចឹងគឺយើងអាចរក្សាទុកបានយូរជាងណាចំពោះក្រូចឆ្មាពេលដែលយើងលាយហើយគឺទុកបានខ្ទង់តាមអាទិត្យអីទេគឺយើងទុកយូរពេកវាទៅជាជ្រិញញ៉ាំអត់សូវឆ្ងាញ់ទេណាបងប្អូនសម្រាប់ការរក្សាទុកជ្រក់ត្រពាំងនេះឲ្យបានយូរបងប្អូនត្រូវតែមានកន្លះកែវមួយដូចខ្ញុំអញ្ចឹងក៏បានឬបើសិនជាបងប្អូនអត់មានជាកន្លះកែវអញ្ចឹងប្រើជាកន្លះចុះក៏បានដែរគ្រាន់តែថាប្រើជាប្រភេទកន្លះកែវអញ្ចេះគឺវាសុវត្ថិភាពជាងយើងប្រើកន្លះចុះបងប្អូនហើយចំពោះកន្លះហ្នឹងគឺយើងត្រូវតែប្រើជាកន្លះដែលស្ងួតកុំឲ្យមានជាតិទឹកក្នុងហ្នឹងណាចាបន្ទាប់ពីយើងដាក់ក្នុងកន្លះរួចរាល់ហើយបងប្អូនត្រូវតែយកត្រពាំងហ្នឹងធ្វើម៉េចឲ្យវាណែនបានល្អយើងចាក់ទឹកដែលនៅសល់ចាក់ពីលើទាំងអស់តែម្ដងជ្រក់ត្រពាំងនេះនិយាយទៅពេលដែលយើងធ្វើឲ្យថ្មីអញ្ចឹងយកមកញ៉ាំគឺអត់សូវឆ្ងាញ់ប្រហែលទេបងប្អូនសាកធ្វើតាមខ្ញុំមកពេលដែលធ្វើឲ្យដាក់ក្លាក់សេចោលខ្ទង់ប្រហែលជា1ម៉ោងទៅ2ម៉ោងយកមកញ៉ាំគឺសាច់ត្រពាំងឡើងស្រួយហើយវាចាប់ជាតិគ្នាជាមួយនឹងទឹកដែលយើងដាក់លាយនឹងហ្មងណាហើយជាពិសេសបងប្អូនកុំភ្លេចជ្រក់ត្រពាំងត្រូវតែញ៉ាំផ្ទាប់ជាមួយនឹងត្រីដែងអាំងឬក៏សាច់គោងៀតគឺវាត្រូវគ្នាមែនទែនអញ្ចឹងហើយកុំភ្លេចធ្វើញ៉ាំណា